តើបងប្អូនកំពុងសម្រកគីឡូមែនដែរអត់ហើយបងប្អូនអត់ចង់ញ៉ាំបាយល្ងាចទេដោយសារខ្លាចបញ្ចុះគីឡូមិនបានជោគជ័យដូច្នេះបងប្អូនមកស្ដាប់ខ្ញុំទាំងអស់គ្នាខ្ញុំនឹងបង្ហាញជូននូវតិចនិចទាំង6ដែលមិនធ្វើឲ្យបងប្អូនឃ្លានបាយនៅពេលល្ងាចសួស្តីបងប្អូនទាំងអស់គ្នាតោះមកស្ដាប់ជាមួយខ្ញុំនៅតិចនិចទាំង6នេះថាតើតិចនិចទាំង6នេះមានអ្វីខ្លះទី1បងប្អូនកុំរំលងឬក៏កុំតមអាហារពេលព្រឹកនិងថ្ងៃត្រង់ឲ្យសោះបងប្អូនត្រូវតែញ៉ាំវាឲ្យទៀងពេលជាមួយនឹងអាហារដែលមានផាសុកភាពនិងមានថាមពលគ្រប់គ្រាន់នៅពេលដែលខួរក្បាលរបស់យើងខ្វះថាមពលវានឹងជំរុញវានឹងភ្ញួចឲ្យយើងមានអារម្មណ៍ថាឃ្លានដូច្នេះយើងត្រូវតែញ៉ាំអ្វីគ្រប់យ៉ាងដែលយើងឃើញជាដំណោះស្រាយដើម្បីកុំឲ្យយើងមានអាការៈបែបនេះយើងគួរតែញ៉ាំអាហារពេលព្រឹកនិងអាហារពេលថ្ងៃឲ្យគ្រប់គ្រាន់និងមានថាមពលសម្បូរទៅដោយវីតាមីននិងប្រូតេអ៊ីនគ្រប់គ្រាន់ដើម្បីឲ្យវាទប់លំនឹងជាតិស្ករនៅក្នុងឈាមបានយូរទី2សម្រាប់អាហារពេលថ្ងៃត្រង់យើងគួរតែជ្រើសរើសអាហារប្រកបទៅដោយថាមពលមានប្រូតេអ៊ីននិងមានជាតិសរសៃនៅក្នុងរបបអាហារមួយពេលថ្ងៃត្រង់ហ្នឹងអាហារថ្ងៃត្រង់ដែលយើងគួរញ៉ាំយើងគិតថាវាមានថាមពលវាមានប្រូតេអ៊ីនគ្រប់គ្រាន់វាមានជាតិសរសៃគ្រប់គ្រាន់គឺភ្លៅមាន់សាច់ត្រីសុទ្ធសណ្តែកបន្លែពណ៌បៃតងគ្រាប់ធញ្ញជាតិព្រោះអាហារទាំងអស់នេះហើយដែលជាអាហារដែលមិនងាយរលាយដូចជាជាតិស្ករទេហើយវាអាចជួយទប់រំនឹងការឃ្លានរហូតដល់ពេលល្ងាចបានទី3ញ៉ាំអាហារសម្រន់សុខភាពនៅចន្លោះម៉ោង3ទៅ4រសៀលកុំទុកឧសទេរហូតដល់ម៉ោងបាយពេលល្ងាចការញ៉ាំអាហារសម្រន់និងតិចតួចនៅពេលរសៀលនឹងជួយកាត់បន្ថយសម្ពាធឃ្លាននៅពេលយប់ជាជម្រើសល្អយើងគួរញ៉ាំផ្លែប៉មួយផ្លែយ៉ាអ៊ូដែលមានជាតិស្ករទាបមួយកំប៉ុងឬគ្រាប់អាល់ម៉ុនមួយក្តាប់តូចនិងផ្លែឈើដទៃទៀតដែលមិនសូវផ្អែមទី4ត្រូវហូបទឹកឲ្យបានច្រើនព្រោះខួរក្បាលយើងអាចច្រឡំការស្រេកទឹកទៅនឹងការឃ្លាននៅចំណីអាហារយើងត្រូវផឹកទឹកមួយកែវមុនពេលញ៉ាំបាយ30នាទីធ្វើឲ្យក្រពះរបស់យើងមានអារម្មណ៍ថាឆ្អែតនិងកាត់បន្ថយការញ៉ាំច្រើនទី5កាត់បន្ថយ stress និងការគេងឲ្យបានគ្រប់គ្រាន់ព្រោះថានៅពេលដែលបងប្អូន stress ឬគេងមិនលក់រាងកាយយើងនឹងផលិតនូវអរម៉ូនគ័រទីសូននិងគ្រីលីនកាន់តែច្រើនដែលជាអរម៉ូនជំរុញឲ្យឃ្លាននៅអាហារផ្អែមនិងអាហារដែលមានកាឡូរីខ្ពស់ទី6ត្រូវញ៉ាំយឺតនិងផ្ដោតអារម្មណ៍ទៅលើអាហារដែលយើងកំពុងញ៉ាំឲ្យយឺតការទំពាឲ្យបានហ្មត់ចត់និងមិនមើលទូរស័ព្ទឬក៏មើលទូរទស្សន៍ពេលញ៉ាំបាយដែលឲ្យបញ្ហាឆ្អែតពីក្រពះបញ្ជូនទៅខួរក្បាលមិនទាន់ពេលវេលាជាទូទៅយើងគួរញ៉ាំបាយរយៈពេល20នាទីទាំងនេះគឺជាព័ត៌មានតិចតួចឬក៏ជាចំណេះដឹងតិចតួចតែប៉ុណ្ណោះដែលខ្ញុំចង់ចែករំលែកដល់បងប្អូនទាំងអស់គ្នាជាមេរៀនជាចំណេះដឹងដើម្បីឲ្យបងប្អូនកាត់បន្ថយនៅការញ៉ាំពេលល្ងាចឬក៏ពេលយប់បានយ៉ាងមានប្រសិទ្ធភាពហើយបងប្អូនសម្រកគីឡូក៏បានជោគជ័យនៅអ្វីដែលបងប្អូនប៉ងសូមអរគុណដល់ការទស្សនានិងសូមជម្រាបលា